មានបងប្អូនគាត់បាន inbox មកសួរខ្ញុំថាប្រឡងចូល Master of Data Science and Engineering នៅ UPP ហ្នឹងចេញអីខ្លះអញ្ចឹងឯងខ្ញុំនឹងចែកលេខបទពិសោធន៍ដែលខ្ញុំបានប្រឡងជាដំបូងខ្ញុំចង់បញ្ជាក់ថាប្រធានបទដែលបានចេញនៅក្នុងការប្រឡងរបស់ខ្ញុំហ្នឹងមិនអាចធានាថាឆ្នាំក្រោយៗនឹងចេញដូចគ្នាទៀតទេតែវាអាចជួយឲ្យបងប្អូនដឹងថាគួរតែត្រៀមមេរៀនអីខ្លះអញ្ចឹងណាអញ្ចឹងសម្រាប់ការចូលប្រឡងប្រធានបទសំខាន់មានចំនួន7ចាប់តាំងពីគណិតprobab statistics data structure ហើយនិង programming រហូតទៅដល់ final project ដែលយើងមានកម្រងធ្វើនៅក្នុងថ្នាក់ master ហ្នឹងឥឡូវយើងមកមើលផ្នែកគណិតរបស់យើងតាមសិលឹកវិញ្ញាសាដែលខ្ញុំបានប្រឡងផ្នែកហ្នឹងគឺផ្ដោតសំខាន់ទៅលើ basic calculus មានដូចជា derivative ការរក secant derivative នៃ function មួយអញ្ចឹងណាហើយក៏មាន series ដែរយើងត្រូវគណនាផលបូកនៃ series ហ្នឹងទៅមាន matrix ខ្ញុំក៏បានដាក់ topic cover នៅលើ screen ហ្នឹងដែរបន្តមកទៀតផ្នែក probability ហើយនិង statistics ចំណុចនេះសំណួរមានតែឲ្យយើងគណនា mean average អីជាដើមហើយកន្លែងហ្នឹងយើងអត់សូវស្មុគស្មាញហ្មងទេគ្រាន់តែត្រូវប្រុងប្រយ័ត្ននឹងការគណនាបន្តិចទៅព្រោះបើយើងគណនាខុសមួយជំហានវាធ្វើឲ្យចម្លើយខុសទាំងមូលអញ្ចឹងផ្នែកបន្តទៀតគឺ data structure កន្លែងហ្នឹងគឺ focus ទៅលើ array ហើយនិង linked list អញ្ចឹងយើងគ្រាន់តែយល់អំពីភាពខុសគ្នារវាង data structure ទាំងពីរហ្នឹងដូចជារបៀប store data របៀប access add ឬក៏ delete អីចឹងទៅអញ្ចឹងបងប្អូនមិនត្រឹមតែត្រូវចាំនិយមន័យណាត្រូវតែយល់ដែរថាតើពេលណាយើងគួរប្រើប្រាស់ array ពេលណាយើងគួរប្រើប្រាស់ linked list អញ្ចឹងហើយអាហ្នឹងគឺជាប្រធានបទមួយដែលយើងតែងតែជួបនៅក្នុងមុខវិជ្ជា programming បន្តមកទៀតគឺផ្នែក C programming ការប្រឡងរបស់ខ្ញុំមិនឲ្យសរសេរកូដទេគ្រាន់តែមើលកូដ C មួយដែលឆ្លើយសំណួរទៅឧទាហរណ៍មាន function មួយសម្រាប់រកតម្លៃធំផុតនៃ array អញ្ចឹងណាបន្តមកទៀតគេសួរ output របស់ programming ហ្នឹងជាអីគេហើយឲ្យយើងបញ្យល់ function ហ្នឹងវាដំណើរការយ៉ាងដូចម្ដេចអញ្ចឹងយើងត្រូវចេះអានកូដ C ហ្នឹងហើយយល់ពី logic របស់វាអញ្ចឹងបន្តមកទៀតគឺផ្នែក SQL កន្លែងនេះគឺជា basic SQL query ធម្មតាទេដូចជាការប្រើប្រាស់ select ដើម្បីទាញយក data ពី table មួយអញ្ចឹងទៅអញ្ចឹងកន្លែងនេះយើងគ្រាន់តែចេះ syntax របស់ SQL យើងអាចយកបន្ទុកបានដោយងាយអញ្ចឹងចំណុចបន្ទាប់ទៀតគឺ AI និង current trend អញ្ចឹងផ្នែកហ្នឹងអាចសួរអំពីផលប៉ះពាល់ AI ទៅលើសង្គមការការពារឯកជនភាពទិន្នន័យឬក៏បញ្ហាសិលធម៌ក្នុងការប្រើប្រាស់ AI អញ្ចឹងហើយសំណួរក៏អាចគេឲ្យយើងពិភាក្សាអំពីអត្ថប្រយោជន៍និងហានិភ័យរបស់ AI ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាយើងដែរអញ្ចឹងណែនាំឲ្យបងប្អូនទៅតាមដានព័ត៌មានថ្មីៗពី AI ហើយនឹងយល់អំពីគោលការណ៍សំខាន់ៗដូចជា fairness privacy transparency ឬក៏ responsible AI អញ្ចឹងណាអញ្ចឹងចុងក្រោយគេគឺ final project proposal របស់យើងគេគ្រាន់តែចង់ដឹងថាយើងចង់ធ្វើ project អីគេនៅក្នុងថ្នាក់ master នឹងឧទាហរណ៍ថាយើងចង់ដោះស្រាយអំពីអ្វីហើយមាន solution អីហើយនឹងយើងមាន methodology អ្វី outcome ហើយនឹងទីថា project ហ្នឹងនឹងផ្ដល់អត្ថប្រយោជន៍អីដល់សង្គមខ្លះអីចឹងទៅអញ្ចឹងខ្ញុំមកដល់ទីបញ្ចប់ហើយសង្ឃឹមថាវីដេអូមួយនេះជួយបងប្អូនឲ្យយល់កាន់តែច្បាស់ហើយគួរត្រៀមអីខ្លះមុនចូលប្រឡងបាយបាយជូនពរប្រឡងជាប់ទាំងអស់គ្នាណា